ទេអញមិនអាចប៉ះវាទេនេះជាអាជីពដែលខ្ញុំបានដាស់តឿនឡើងថយចេញទៅម្ដាយរបស់ខ្ញុំបានស្លាប់តាំងពីក្មេងនៅក្នុងគ្រួសារលីខ្ញុំមានតែការមិនអើពើនិងការបង្កាច់បង្ខូចប៉ុណ្ណោះឥឡូវនេះឪពុករបស់ខ្ញុំថែមទាំងចង់ដណ្ដើមយកអាជីពដែលខ្ញុំបានដាស់តឿនអស់រយៈពេល2ឆ្នាំកន្លងមកនេះទៀតឆាងឈីងឯងជាបងប្រុសគួរតែយកយល់ដល់ប្អូនប្រុសធនធានរបស់គ្រួសារលីទោះបីជាគាត់ប្រាសក៏មិនដល់វេនខ្ញុំដែរឥឡូវនេះសូម្បីតែអាជីពដែលខ្ញុំបានដាស់តឿនក៏ត្រូវតែប្រគល់ឲ្យដែរគេជាប្អូនប្រុសបង្កើតរបស់ឯងណាហេតុអ្វីបានជាឯងដាច់ចិត្តធ្វើបាបគេខ្លាំងម្ល៉េះមិនថាអ្នកទាំងអស់គ្នានិយាយអ្វីក៏ដោយខ្ញុំដាច់ខាតមិនព្រមប្រគល់ឲ្យឡើយហើយយូមានកិច្ចសន្យាអាពាហ៍ពិពាហ៍ជាមួយគ្រួសារស៊ូដរាបណាគេទទួលបានអាជីពលំដាប់ថ្នាក់គ្រួសារទាំងពីររួមដៃគ្នានឹងអាចគ្រប់គ្រងទីក្រុងជាងឆឹងបានដើម្បីអនាគតរបស់គេត្រូវតែបំផ្លាញអនាគតរបស់ខ្ញុំមែនទេអញពឹងផ្អែកលើឈាមជ័រនិងធនធានរបស់គ្រួសារលីទៅមានថ្ងៃនេះដូច្នេះអាជីពនេះក៏ជារបស់គ្រួសារលីដូចគ្នាមេគ្រួសារលីការដណ្ដើមយកកាត់អាជីពនៅកន្លែងដាស់តឿនគឺជាបទល្មើសធ្ងន់ធ្ងរទីនេះមិនមែនជាទីធ្លាខាងក្នុងនៃគ្រួសារលីឡើយគ្រប់គ្នាជាសិស្សសាលាដូចគ្នាតើនរណាទទួលបានអាជីពលំដាប់ថ្នាក់ស្វីមានអ្វីខុសគ្នាទៅតើនាយកសាលាគង់ពិតជាចង់លូកដៃចូលក្នុងរឿងគ្រួសាររបស់ខ្ញុំមែនទេឆាងឈីងខ្ញុំសូមអញហើយយូបានខិតខំប្រឹងប្រែងជាច្រើនឆ្នាំមកហើយមានតែអាជីពលំដាប់ថ្នាក់ស្ទេទើបសាកសមនឹងគេទៅថ្ងៃអនាគតគេនឹងមើលថែងហើយលុបជំគុំធ្វើពុតជាជនរងគ្រោះជាមុនសិនរួចហើយបង្ខំឲ្យខ្ញុំលះបង់នៅចំពោះមុខមនុស្សគ្រប់គ្នាពិតជាការចាប់បង្ខំផ្នែកសិលធម៌ដ៏ល្អមើលមែនគេគ្មានហេតុផលត្រូវលុបជំគុំសុំអញទេឯងជាកូនរបស់ខ្ញុំបង្គាប់ឲ្យឯងធ្វើអ្វីឯងត្រូវតែធ្វើតាមថ្ងៃនេះទោះបីជាលោកសម្រាប់ខ្ញុំក៏ខ្ញុំមិនព្រមដែរយ៉ាងច្រើនបំផុតគឺគ្មាននរណាម្នាក់បានវាទាំងអស់បើគ្មានការយល់ព្រមពីអ្នកដាស់តឿនទេតាមពិតទៅគឺមិនអាចយកវាទៅបានឡើយប៉ុន្តែឯងនឹងហាវយូមានឈាមជ័រដូចគ្នាគេក៏អាចចាត់ទុកថាជាអ្នកដាស់តឿនពាក់កណ្ដាលដែរគ្រួសារលីរបស់ខ្ញុំគ្មានកូនតិរិឆានដូចជាឯងទេហាវយូទៅទទួលយកអាជីពទៅដឹងហើយប៉ាការទទួលយកអាជីពបានបញ្ចប់និមិត្តសញ្ញាដោយសារលំដាប់ថ្នាក់ស្កូតាត្រូវបានសម្រេចដោយការិយាល័យចុះឈ្មោះសិស្សខ្ញុំគ្មានសិទ្ធិទេឲ្យឡើយបើមេគ្រួសារលីមានសមត្ថភាពក៏ទៅដណ្ដើមយកដោយខ្លួនឯងទៅចំណាត់ថ្នាក់លេខ1ក្នុងរយៈពេល3ឆ្នាំអាចជ្រើសរើសបានត្រឹមតែលំដាប់ថ្នាក់ប៉ុណ្ណោះសូម្បីតែពុកបង្កើតនិងអូនប្រុសក៏ផ្គំឆ្អឹមគេដែររកឃើញគំនុំគុំគួនយ៉ាងខ្លាំងក្លាប្រព័ន្ធរយខ្មោចដែលល្បាតពេលយប់ត្រូវបានដំណាក់កាលគំនុំបច្ចុប្បន្ន500កញ្ចប់កាដូសម្រាប់អ្នកថ្មីផ្ដល់ជូន1000ការដាស់តឿនអាជីពណាមួយក៏អាចវិវត្តទៅជាអាជីពតែមួយគត់នៅក្នុងលោកស្ទេកខ្មោចអ្វីដែលខ្ញុំមិនខ្វះបំផុតនៅពេលនេះគឺការគិតពិចារណាឲ្យបានច្បាស់លាស់កម្ពុជាអ្នកពូកែលេខ1នៃជីងស៊ូពិតជាខ្លាចជាខ្មោចអាយុខ្លីមែនហើយការវិវត្តនៃអាជីពបានបញ្ចប់ស្ទេកខ្មោចកម្រិតមិនទាន់ដឹងតែមួយគត់នៅក្នុងលោករូបកាយស្ទេកកាត់បន្ថយការខូចខាត90គំនុំវិវត្តទៅជាវិសាចស៊ីភើរយខ្មោចដែលល្បាតដាស់តឿនស្ទេកខ្មោចដណ្ដើមយកអាជីពកូតានិងអត្តសញ្ញាណរបស់ខ្ញុំកិននីមួយនេះខ្ញុំនឹងទាមកវិញម្ដងមួយកម្ពុជាអ្នកពូកែលេខ1នៃវិទ្យាល័យជីងស៊ូភ្លេចម្ចាស់លឿនម្ល៉េះថ្ងៃកំណត់សងប្រាក់គឺបន្ទាប់ពីឆ្នាំទី2នៃសាកលវិទ្យាល័យឥឡូវនេះមកពីខ្ញុំគឺខុសច្បាប់ហើយបើឯងនៅតែជាអ្នកពូកែកិច្ចសន្យាពិតជាមានប្រសិទ្ធភាពប៉ុន្តែអាជីពត្រូវបានបោះបង់ចោលហើយថែមទាំងជ្រើសរើសគ្រូបញ្ជីខ្មោចអាយុខ្លីទៀតសត្វអន្ត្រីខ្មោចជេរលុយឯង800000គឺដើម្បីវិនិយោគលើអនាគតឥឡូវនេះឯងគ្មានអនាគតទៀតទេបើគ្មានលុយសងក៏យកជីវិតមកធានាទៅមនុស្សដែលអ្នកបញ្ជូនទៅស្លាប់អស់ហើយដូច្នេះចង់ឲ្យខ្ញុំចូលទៅដើម្បីពន្យាពេលការបាត់ខ្លួនរបស់កម្រិតចម្លងមែនទេចាំយើងហ្វាយកម្រិត47អ្នកផ្សេងទៀតក៏មានកម្រិត8ដែរពួកយើងមានសកលហើយឥឡូវនេះបើបែកបាក់គ្នាមានតែទៅស្លាប់ប៉ុណ្ណោះចូលទៅឯទេមិនអាចរੂបានសូម្បីតែមួយនាទីឡើយទៅបង្រៀនសត្វសិនទៅគ្រូបញ្ជីខ្មោចបើគ្មានសត្វទេគឺមិនអាចពន្យាពេលបានឡើយបំពេញបំណងគេទៅគ្រូបញ្ជីខ្មោចកម្រិត1ម្នាក់ទិញបានត្រឹមតែជំនាញឥតប្រយោជន៍ដែលគ្មាននរណាចង់បានប៉ុណ្ណោះការកោះហើយវិញ្ញាណចុះដីជំនាញសកម្មកម្រិត1គ្រូបញ្ជីខ្មោចមានចំនួនតិចតួចតម្លៃត្រឹមតែ800ប៉ុណ្ណោះយកមួយនឹងហើយយាយមកចុងកម្រិត1គឺល្មមហើយកាន់តែទៀបកាន់តែអាចបញ្ជាក់ពីដែនកំណត់នៃការវិវត្តនៃប៉ារ៉ាស៊ីតគំនុំដរាបណានៅតែមានមនុស្សនៅក្នុងកម្រិតចម្លងថ្មីវងខ្យល់នឹងមិនបាត់បង់ឡើយឯងគ្រាន់តែចូលទៅរងចាំថ្ងៃស្លាប់ទៅបានហើយកម្ពុជាអ្នកពូកែលេខ1នៃឈីងស៊ូធ្វើដំណើរតាមផ្លូវឲ្យបានសុខចុះដល់កន្លែងហើយរូងភ្នំសាមទទួលយកតែលំដាប់ថ្នាក់ពី0ដល់5ប៉ុណ្ណោះប្រយ័ត្នបន្តិចការរើបានជោគជ័យការកោះហើយវិញ្ញាណចុះដីកម្រិត1ការវិវត្តលើកដំបូងត្រូវការតែ100គំនុំប៉ុណ្ណោះវិវត្តបន្តទៀតអស្ចារ្យណាស់វិញ្ញាណឯកោលំដាប់ថ្នាក់វិវត្តឡើងមួយកម្រិតទៀតខ្មោចព្រៃលំដាប់ថ្នាក់ក៏បានសម្រេចដែរស្មារតីកម្រិត0240ថែមទាំងមានភ្លើងខ្មោចនិងវិញ្ញាណគំនុំជ្រៅទៀតតើឯងហៅអានឹងថាកម្រិត0មែនទេគុណសម្បត្តិកម្រិត0គឺជិតស្មើនឹងអ្នកអាជីពមុនអាគមកម្រិត30ទៅហើយដូច្នេះខ្ញុំសូមតែងតាំងឯងជាស្ដេចខ្មោចការតែងតាំងបានសម្រេចហើយពិតជាមិនធម្មតាមែនគុណសម្បត្តិបានកើនឡើងយ៉ាងខ្លាំងម្ដងទៀតចាងយុនហ្វៃចង់បញ្ជូនខ្ញុំមកស្លាប់តែបែរជាបញ្ជូនកម្រិតចម្លងមួយមកឲ្យខ្ញុំទៅវិញតោះទៅសម្អាតភូមិអ្នកថ្មីនេះសាកល្បងភ្លើងខ្មោចសិនក្បាលដំបងក៏លើសកម្រិតដែរទទួលបានបទពិសោធន៍ថែមទាំងបាន10គំនុំទៀតចាប់ដើមបានល្អណាស់ចាក់សោកខាងឆ្វេងភ្លើងខ្មោចដោះស្រាយខាងស្ដាំរូបកាយស្ដេចអាចទ្រាំទ្របានការខូចខាតត្រូវបានកាត់បន្ថយ90យកខ្លួនឯងធ្វើជាបោកសាច់សាកល្បងមែនទេការការពារគឺពិតមែនរាល់ពេលដែលស្ដេចខ្មោចឡើងមួយកម្រិតអាចទទួលបាន20គុណសម្បត្តិសេរី30ក្បាលបាន17ក្បាលកម្រិត1270គំនុំអញពិតជាអាចកម្ចាត់បានច្រើនមែនបានសម្រេចហើយស្វាប់នំលំដាប់ថ្នាក់សវិជាភ្លើងសន្ធោសន្ធៅក្នុងផ្លែជីទាហានក្នុងខ្មោចក្រហមដ៏ធំលើកនេះពិតជាសាហាវបន្តិចហើយសិតមានរោមថ្នាក់ផ្លែកភ្នែកល្មមសាឡបងជំនាញថ្មីរបស់ស្វាប់នំហើយព្យាបាលប្រញាប់ឡើងឈាមឲ្យខ្ញុំភ្លាមធម្មពលមុនអាគមអស់ហើយឆ្នាំនៅតែស្ថិតក្នុងពេលត្រជាក់ចាប់យកឱកាសរួមគ្នាឡើងកម្ចាត់ពួកដែលនៅសល់ទាំងអស់ចោលទៅស្វាប់នំបិទផ្លូវថយក្រោយមេតបគូភ្លេងក៏ត្រូវបានកម្ចាត់ដែរទទួលបានបទពិសោធន៍ថែមទាំងបាន50គំនុំទៀតមកលើកនេះមិនអត់ប្រយោជន៍ទេបសនេះគឺពួកយើងជាអ្នកវិមុនដូច្នេះប្រអប់កំណប់គួរតែជារបស់ពួកយើងអ្នកទាំងអស់គ្នាថែមទាំងរៀបចំក្រដាសវេទមុនចាក់ចេញរួចរាល់ហើយនៅមានមុខនិយាយថាប្រអប់កំណប់ជារបស់អ្នកទៀតប្រអប់កំណប់នេះឯងចង់ប្រគល់ឲ្យកូនក្រមុំមែនទេមិនបាច់ទេពួកយើងគ្មានកិច្ចសន្យាអាពាហ៍ពិពាហ៍ទៀតទេទៅថ្ងៃមុខក៏គុំតាមខ្ញុំទៀតអីខ្ញុំដឹងហើយឥឡូវនេះនាងជាដៃគូវាបការរបស់លីហាវយូឈប់ឯងគុំសង្ឃឹមថានឹងអាចយកប្រអប់កំណប់នេះទៅបានដោយងាយឲ្យសោះ
ជាវត្ថុមានតម្លៃឬជាអន្ទាក់យកសិនសឹមគិត宝物还是陷阱，拿了再说。 មេដឹកនាំកម្រិត7ការជន់ឈ្លីសង្គ្រាមការបង្កើតឆ្អឹងស្លាំងវិញទីបំផុតមានមួយសំរុំហើយការបង្ហាញខ្លួនពិតជាមានអំណាចណាស់ថ្នាក់មេដឹកនាំក៏មិនអាចបំផ្លាញរូបកាយស្ដេចបានដែរស្វាភ្នំឃុំឃាំងវិញ្ញាណយក្សស្វាភ្នំថ្មភ្នំខ្លាយជាទាហាននរណាអាចគុំឡើងវិញបាននោះមិនផ្ដល់ឱកាសឲ្យគេគុំឡើងវិញឡើយកំចាត់មេដឹកនាំលើសកម្រិតបានសម្រេចទទួលបានបទពិសោធន៍75និង300គំនុំឯងឡើងដល់កម្រិត5ហើយកម្រិតចម្លងថ្មីដ៏លំបាកបោះចុងក្រោយបង្អស់ឱកាសដែលចាងយុនហ្វៃផ្ដល់ឲ្យនេះពិតជាធំធេងណាស់កម្រិតចម្លងត្រូវបានឆ្លងកាត់ចាក់ចេញក្នុងរយៈពេល30នាទីតោះទៅគម្រោងចាំរហូតដល់វាបាក់ស្រុតឯងមើលពិតមែនអីបោះចុងក្រោយត្រូវបានសម្លាប់ហើយចាប់តាំងពីការរញ្ជួយដេររហូតមកដល់ពេលនេះមិនទាន់ដល់1នាទីផងតើអាចមានក្រុមផ្សេងមកដល់ទីនេះមុនទេចេញទៅរកឆាងឈៀងជាមុនសិនដើម្បីទាប្រអប់កំណប់មេតបគូភ្លេងមកវិញរួចសឹមទៅសួរឲ្យច្បាស់នៅសមាគមអន្តរខ្មៅលីឆាងឈៀងគេពិតជានៅរស់រៀនមានជីវិតចេញមកក្រៅមែនសំណាងល្អណាស់មើលទៅខាងលើបានបញ្ជូនក្រុមសម្រុកកម្រិតចម្លងផ្សេងទៀតមកជួយឲ្យឯងរួចជីវិតមកវិញប្រាប់ពីព័ត៌មានវិស័យផ្លូវនិងបសនៅខាងក្នុងមកឲ្យអស់បើព័ត៌មានមានប្រយោជន៍ខ្ញុំអាចពិចារណាជួយលុបបំណុល850000នោះឲ្យឯងព័ត៌មានខ្ញុំមានប៉ុន្តែហេតុអ្វីបានជាត្រូវប្រាប់ឯងទីនេះជាទឹកដីរបស់អន្តរខ្មៅក្នុងរង្វង់10គីឡូម៉ែត្រគ្មានមនុស្សហើយក៏គ្មានកាមេរ៉ាសុវត្ថិភាពដែរផ្ដល់ឱកាសឲ្យឯងជាលើកចុងក្រោយនៅមានរឿងល្អបែបនេះទៀតឬស្អីគេតាមពិតទៅខ្ញុំកំពុងតែគិតថាតើត្រូវដោះស្រាយជាមួយពួកឯងយ៉ាងដូចម្ដេចទើបមិនបន្សល់ទុកបញ្ហានៅថ្ងៃក្រោយតើនេះជាស្អីឲ្យប្រកាសទៅតើឯងបានធ្វើអ្វីខ្លះដាក់ពួកគេ情报有用，我可以考虑替你平掉那85万。情报我有，但凭什么告诉我？这里是黑鹰的地盘，方圆10公里。 បោះខ្ញុំចូលទៅក្នុងកម្រិតចម្លងដែលក្រុមតូចកម្រិត7នាក់ពីក្រុមមិនអាចរੂបានពួកឯងមិនមែនមកទីបំណុលទេគឺចង់សម្លាប់ខ្ញុំឯងមិនអាចសម្លាប់ខ្ញុំទេសមាគមអន្តរខ្មៅមិនលើកលែងឲ្យឯងឡើយហេតុនេះហើយទើបខ្ញុំទុកជីវិតឯងតើឯងបានបញ្ចុះស្អីចូលទៅរៀងរាល់7ថ្ងៃម្ដងបើគ្មានស្វាភ្នំជួយអត់ត្រាទេឯងនឹងត្រូវបាត់បង់ជីវិតដូចជាពួកគេអញ្ចឹងទៅថ្ងៃមុខពេលខ្ញុំតាក់ទងទៅឯងគួរតែមកឲ្យលឿនបំផុតតាមដែលអាចធ្វើទៅបានតើឯងចង់ឲ្យខ្ញុំធ្វើអ្វីខ្ញុំមានលេខទំនាក់ទំនងរបស់ឯងហើយឥឡូវនេះទៅឲ្យឆ្ងាយទៅមនុស្សទាំងនេះគឺឯងជាអ្នកសម្លាប់មែនទេសៀងខ្ញុំទើបតែជាអ្នកដាស់តឿនអាជីពកម្រិតមួយម្នាក់តើអាចសម្លាប់ពួកគេបានយ៉ាងដូចម្ដេចទៅប្រហែលជាស្នាដៃរបស់ចាងយុនហ្វៃដែលទើបតែរត់គេចខ្លួនទៅអំបញ្ញមិញនេះហើយប្រអប់កំណប់របស់មេតបគូភ្លេងប្រគល់មកវិញដណ្ដើមវិស័យរបស់ពួកយើងហើយនៅចង់យកប្រអប់កំណប់ទៅទៀតអញពិតជាគិតថាខ្លួនឯងនៅតែជាអ្នកប្រុសក្នុងនៃគ្រួសារលីមែនទេមិនមែនព្រមព្រៀងគ្នាថានិយាយគ្នាសិនទេទុកប្រអប់កំណប់ចោលរួចអញអាចចាក់ចេញបានរឿងថ្ងៃនេះខ្ញុំមិនប្រកាន់ទោសអូដំណើរជាមួយអញឡើយគ្រាន់តែប្រអប់កំណប់មួយសោះក៏ប្រញាប់ប្រញាល់ដល់ថ្នាក់នេះដែរមួយបានមកពីមេតបគូភ្លេងមួយទៀតបានមកពីបោះចុងក្រោយបង្អស់វិស័យឆ្អឹងក្នុងរូងភ្នំទាំងពីរគឺនៅទីនេះទាំងអស់ចាំបានទេប្រអប់កំណប់របស់បោះចុងក្រោយហេតុអ្វីបានជានៅក្នុងដៃរបស់អញដែរខ្ញុំជាអ្នកសម្លាប់វានៅក្នុងដៃខ្ញុំគឺជារឿងធម្មតាហើយគ្រូបញ្ជីខ្មោចកម្រិតមួយម្នាក់មិនអាចសម្លាប់បោះថ្នាក់មេដឹកនាំតែម្នាក់ឯងបានឡើយអញច្បាស់ជាបានប្រើក្រដាសវេទមន្ត5ដងរួចចោលកម្រិតខ្ពស់ឬក៏ដឹងពីអាកំបាំងនៃការសម្របដោយគ្មានការខូចខាតហើយបើចង់ធ្វើស៊ីក៏ប្រញាប់ឡើងខ្ញុំគ្មានពេលមកកំដរអ្នកទាំងអស់គ្នាបង្កើនភាពក្លាហានឲ្យគ្នាទៅវិញទៅមកឡើយវ៉ាន់រួចចឹងទុកឲ្យខ្ញុំនិយាយជាមួយគេចុះនិយាយរឿងអីបើយកមិនបានទេខ្ញុំមិនមែនចូលទីមួយឯងបើមិនហ៊ានធ្វើស៊ីទេក៏ថយចេញទៅនេះជាអ្វីដែលនាងនិយាយថាទុកឲ្យនាងដោះស្រាយមែនទេអ្នកទាំងអស់គ្នាត្រឡប់ទៅមុនចុះខ្ញុំនឹងយកប្រអប់កំណប់និងក្រដាសវេទមន្តនៅក្នុងដៃរបស់គេត្រឡប់ទៅជាមួយគ្នាបងស្រីស៊ីនីងគ្រាន់តែទន់ភ្លន់បន្តិចគេច្បាស់ជាត្រឡប់មកវិញមិនខាននៅក្នុងវិទ្យាល័យយូឆៃទាំងមូលតើនរណាមិនដឹងថាលីឆាងឈៀងបានតាមស្រឡាញ់នាងអស់រយៈពេល3ឆ្នាំមកហើយនោះគ្រាន់តែជាល្បិចធ្វើពុតជាមិនខ្វល់ដើម្បីតាក់ទាញចិត្តប៉ុណ្ណោះលីឆាងឈៀងឯងគ្មានអ្វីចង់និយាយមកកាន់ខ្ញុំទេគ្មានទេខ្ញុំដឹងថាឯងនៅតែខឹងរឿងកិច្ចសញ្ញាអាពាហ៍ពិពាហ៍ប៉ុន្តែកិច្ចសញ្ញាអាពាហ៍ពិពាហ៍គឺសម្រេចដោយចាស់ទុំហើយខ្ញុំក៏មិនរៀបការជាមួយលីហាវយូដៃនេះចង់ហើយនៅខ្ញុំបានពន្យល់អស់ហើយតើឯងចង់ឲ្យខ្ញុំធ្វើអ្វីទៀតប្រគល់ប្រអប់កំណប់របស់មេតបគូភ្លេងមកឲ្យខ្ញុំបើមិនអញ្ចឹងទេទៅថ្ងៃមុខគុំសង្ឃឹមថានឹងឲ្យខ្ញុំនិយាយរកឯងទៀតអត់សោះប្រអប់កំណប់គឺនៅលើខ្លួនគេបើចង់បានក៏ទៅយកដោយខ្លួនឯងទៅអញគិតថាធ្វើបែបនេះនឹងអាចតាក់ទាញការចាប់អារម្មណ៍ពីខ្ញុំបានមែនទេថ្ងៃខាងស្អែកគ្រូសាធំមួយចំនួននឹងបើកកម្រិតចម្លងថ្នាក់គ្រូធំប្រគល់ក្រដាសវេទមន្ត5ដងរួចចោលដែលសម្រាប់បោះស្គីមនោះមកឲ្យខ្ញុំតម្លៃគឺស្រេចតែឯងកំណត់ចុះខ្ញុំគ្មានក្រដាសវេទមន្តឡើយអញជាអាជីពកម្រិតមួយម្នាក់មិនអាចសម្រាប់បោះចុងក្រោយនៃកម្រិតចម្លងដ៏លំបាកបានឡើយគុំធ្វើរឿងកិច្ចសញ្ញាអាពាហ៍ពិពាហ៍ធ្វើរឿងដែលខូចប្រយោជន៍ទាំងសងខាងឯងអ្នកដែលសម្រាប់បោះស្គីមគឺគេសកលហើយប្រភេទខ្មោចគឺខ្លាំងតែនៅដំណាក់កាលដំបូងប៉ុណ្ណោះអញប្រគល់ក្រដាសវេទមកឲ្យខ្ញុំអាចជួយទិញខាងសម្បត្តិធំពោយ៉ាងឯងយ៉ាងហោចណាស់ក៏អាចឲ្យឯងរស់បានច្រើនឆ្នាំទៀតដែរឥឡូវនេះគ្រប់គ្នាសុទ្ធតែគិតថាអ្វីគ្រប់យ៉ាងដែលខ្ញុំធ្វើគឺដើម្បីនាងមែនទេបើមិនអញ្ចឹងទេជាអ្វីទៅអញតាមស្រឡាញ់ខ្ញុំអស់រយៈពេល3ឆ្នាំស្រាប់តែខ្លាចជាបែបនេះមិនមែនចង់ឲ្យខ្ញុំជាអ្នកមកស្វែងរកឯងមុនទេលីឆាងឈៀងឯងគុំស្ដាយក្រោយឲ្យសោះ
គេហ៊ានលុប 我会把 ខ្ញុំ 宝箱 ចោល 和他 ពី 手里 បញ្ 的 ជី 卷 ទំ 轴一 នាក់ 起 ទំ 带 នង 回 ផង 西宁节只要稍微软一点，他肯定会回来。整个育才高中谁不知道李长青追 បន្ 了 ទាប់ 他 ពីបង 3 ថ្លៃ 年。 ផ្ទះរួច 不 លើក 过 ខ្លួន 是 សល់ 在 លុ 疫 យតែ 情 20 过 រៀល 后 ប៉ុណ្ណោះយកប្រអប់កំណប់របស់មេតបកូភ្លេងទៅលក់ដើម្បីបដូរយកជំនាញនិងការចំណាយប្រចាំថ្ងៃប្រអប់កំណប់របស់ boss ចុងក្រោយខ្ញុំបើកដោយខ្លួនឯង 没有， ឆ្អឹងវិញ្ញាណលើសនេះពិតជាបានរបស់ល្អមែនខ្សែក៏ឆ្អឹងកម្លាំងបូក10ភាពរហ័សរហួនបូក10ស្មារតីបូក35ស្រេកឈាមពេលឯងនឹងសត្វក៏ហើយបង្កការខូចខាតសុទ្ធតែអាចស្ដារជីវិតឡើងវិញបាន5ថែមទាំងមានដាវឆ្អឹងគុណភាពសម្រាប់មួយទៀតកាលពីឆ្នាំមុនកម្ដៅកម្រិត80ដែលមានការបិទឈាម30ត្រូវបានដេញថ្លៃដល់ទៅ7លានឯរបស់មួយនេះមាន5យ៉ាងហោចណាស់ក៏លើសពី10លានដែរគុណសម្បត្តិស្មារតីបច្ចុប្បន្នរបស់ស្វាភ្នំគឺ1490ការបង្កើនកម្លាំងរបស់ Stick ខ្មោចបូករួមទាំងខ្សែក៏ឆ្អឹងស្មានថាគុណសម្បត្តិស្មារតីគឺគ្រប់គ្រាន់ដើម្បីយកឈ្នះលើអ្នកអាជីពមុនអាគមកម្រិត50-60ទៅហើ 我 យ 没有卷轴。 你一个 ស្វែង 一 រកអ្នកលីសារធាតុគីមីដើម្បីវិតម្លៃរួចផ្ដល់តម្លៃមួយមកឲ្យខ្ញុំបន្ទាប់មកបញ្ជីជំនាញក៏ហៅខ្មោចដែលមានកម្រិតក្រោម10ទាំងអស់មកសូមរងចាំបន្តិចស្វាភ្នំជាខ្មោចប្រភេទមុនអាគមទៅហើយទីតាំងទី2គឺមិនយកប្រភេទប្រយុទ្ធចិត្តឡើយកម្លាំងជាគុណសម្បត្តិពោភាពរហ័សរហួននិងការស៊ូទ្រាំក៏មិនទៀតដែរខ្មោចសពខ្ញុំគឺស័ក្តិសមបំផុតហើយប៉ារ៉ាស៊ីតគំនុំមិនផ្លាស់ប្ដូរប្រភេទដើមរបស់ខ្មោចឡើយក្បាលទី2គឺដើរតាមផ្លូវប្រយុទ្ធចិត្ត លោកម្ចាស់បងស្រីរបស់ពួកយើងចង់ពិភាក្សាអំពីតម្លៃនៃប្រអប់កំណប់ជាមួយលោកដោយផ្ទាល់បងស្រីនៃគ្រួសារបៃនាំផ្លូវទៅលីឆាំងឈីងប្រអប់កំណប់ថ្នាក់ផ្លែកភ្នែកនោះគឺឯងជាអ្នកយកវាចេញមកមែនទេ 你别后悔。 នាងបៃហៅខ្ញុំឡើងមកប្រហែលជាមិនមែនគ្រាន់តែដើម្បីបញ្ជាក់ពីអត្តសញ្ញាណរបស់អ្នកលក់ប៉ុណ្ណោះទេ 身上只剩 ប្រអប់កំណប់បានមកពីរូងភ្នំសាមដែលទើបតែសម្រុកបានជោគជ័យហើយវាជាការសម្លាប់ដំបូងបង្អស់នៃកម្រិតចម្លងថ្មី 去卖， តាមធម្មតាគួរតែដាក់ដេញថ្លៃនៅថ្ងៃអាទិត្យប៉ុន្តែថ្ងៃខាងស្អែកខ្ញុំត្រូវប្រើវាហើយដូច្នេះខ្ញុំព្រមទិញក្នុងតម្លៃខ្ពស់ជាងតម្លៃទីផ្សារ31លាន80000ទិញយកដោយផ្ទាល់ខ្ពស់ជាង50 这次真 ខ្ញុំអាចទិញក្នុងតម្លៃខ្ពស់ជាង3ដង 加时，敏捷加 ប្រាប់ 时， ពីល 精 ក្ខខណ្ឌ 神 ជា 加 មុន 35% សិន 嗜血，你和召唤物造成伤害时都能恢复5%生 និ 命 យាយ 值。 ជាមួយ 还有 មនុ 一 ស្ស 把 ឆ្លាត 青铜 គឺ 品质 ពិត 武 ជា 零 ងាយ 件。 ស្រួលមែន 去年80级30% ថ្ងៃ 系 ខាង 数 ស្អែក 都 ម៉ោង 开了700 9 万 ព្រឹកទៅសម្រុកកម្រិតចម្លងមួយជាមួយ 至少 ខ្ញុំ 1000万。 កម្រិតចម្លងអ្វីទៅកម្រិតចម្លងមួយដែលសំបីតែគ្រួសារធំមួយចំនួននៅក្នុងទីក្រុងជាងឈឹងក៏កំពុងតែដណ្ដើមយកសិទ្ធិអភិវឌ្ឍដំ 无 បូង 极精 ដែរ 神属性， អ្វីដែលខ្ញុំត្រូវការមិនមែនជាសមាជិកក្រុមធម្មតាទេប៉ុន្តែជាអ្នកដែលអាចយកប្រអប់កំណប់សម្រាប់ដំបងថ្នាក់ផ្លែកភ្នែកចេញមកបានក្នុងដំណាក់កាល 练 អ្នក 精 ថ្មី 神鉴定，给我一个报价 ខ្មោចប្រយុទ្ធចិត្តក្បាលទី2តម្លៃប្រអប់កំណប់3ដងថែមទាំងកម្រិតចម្លងដែលមានតម្លៃខ្ពស់មួយទៀតដរាបណាលក្ខខណ្ឌជាការពិតការជួញដូរមួយនេះគឺអាចចរចាបាន 山魈已经是法线鬼怪，第二个位置就补进展，力量主属性，敏捷和耐力也不低，食尸鬼正合适。怨念寄生不会改变鬼怪原本类型，第二只就走近战路线。先生，我们小姐想亲自和您谈宝箱的价格。白家小姐，带路。李长青，那枚变异级宝箱是你拿出来的？ 白小姐叫我上来，应该不只是确认卖家身份。 宝箱来自刚完成攻略的潮湿地穴，而且是新生副本首杀，正常应该放到周日拍卖，但我后天就要用，所以愿意按市场价上浮30%，108万直接收购。上浮5成，我可以上浮3倍。 先说条件。 和聪明人谈话就是省事。后天早上9点，陪我攻略一座副本，什么副本？一座连江城几大世家都在争夺开荒权的副本。我要的不是普通队员，而是能在新人阶段拿出变异级首杀宝箱的人。第二只近战鬼怪，3倍宝箱价格，再加一座高价值副本，只要条件周实，这笔交易可以谈。